សួស្តីចៅចៅសាសានុសិស្សថ្នាក់ទី6ចំណែកថ្នាក់ទី5ក៏រៀនជាមួយនឹងថ្នាក់ទី6បានដែរយើងបន្តមេរៀនទី29ភាគ2តាសូមបញ្ជាក់ថាគណិតវិទ្យានេះសម្រាប់ស្វ័យសិក្សានៅផ្ទះស្វ័យសិក្សាប្រែមកថាម៉េចចៅគឺការសិក្សាដោយខ្លួនឯងនៅផ្ទះតាដកស្រង់ចេញពីសភៅថ្នាក់ទី7ពីសង្គមចាស់ស្មើនឹងថ្នាក់ទី6បច្ចុប្បន្នស្ដីអំពីមេរៀនរបស់យើងស្ដីអំពីប្រៀបធៀបប្រភេទតែយើងអនុវត្តតែផ្នែកប្រតិបត្តិលំហាត់តែប៉ុណ្ណោះលំហាត់លេខ1ប្រៀបធៀបប្រភេទខាងក្រោមក4ភាគ9និង7ភាគ9អញ្ចឹងចៅសរសេរចំឡើយលំហាត់លេខ1កគេឲ្យយើងប្រៀបធៀប4ភាគ9និង7ភាគ9គេបានអ្នកណាធំជាងទៅណាធំជាងណាតូចជាងដូច្នេះយើងរំលឹកអំពីប្រភេទ2ឬច្រើនកាលណាភាគបែកដូចគ្នាតើគេសម្គាល់ថាប្រភេទណាធំជាងគេសម្គាល់ដូចម្ដេចដល់ណាគេសម្គាល់ភាគយកណាដែលច្រើនភាគយកណាដែលច្រើនប្រភេទនោះគឺជាប្រភេទធំជាងគេហេតុអ្វីពីព្រោះរបស់ច្រើនចែកនឹងចំនួនស្មើគ្នា9ដូចគ្នា7ចែកនឹង9អាមួយទៀត4ចែកនឹង9តិចចែកនឹង9អាចច្រើនចែកនឹង9ដូច្នេះអាចច្រើនចែកនឹង9នេះហើយវាច្រើនជានំ7ចែកគ្នា9នេះចុះមកនំ4ចែកគ្នា4នេះនំ4ចែកគ្នា4នេះវាបាននំតូចជាងនំ7ចែកគ្នាដល់ទៅ9នេះបានធំជាងដូច្នេះគេបាន4ភាគ9នេះតូចជាង7ភាគ9ដូច្នេះប្រៀបធៀបប្រភេទដែលមានភាគបែកដូចគ្នាគេត្រូវមើលភាគយកបើភាគយកណាធំប្រភេទណាដែលមានភាគយកធំប្រភេទនោះហើយដែលធំជាងគេអញ្ចឹងទី2 7ភាគ11និង9ភាគ11គេបានយើងមើល9ធំជាង7ដូច្នេះ7ភាគ9នេះតូចជាង9ភាគ11ចៅគូគុំតមកទៀត27ភាគ32និង41ភាគ32គេបាន27ភាគ32តូចជាង27តូចជាង41តូចជាង41ភាគ32ដូចជាតាសូមបញ្ជាក់ថាបើឃើញគេសរសេរបែបនេះជារបាលប៉ុន្តែគេបដូរមកជាស្លាស់ទៅវិញសរសេរបានដូចគ្នាសរសេរបែបនេះក៏ជាប្រភេទអានថា27ភាគ32នេះអានថា41ភាគ32គ្រាន់តែមួយសរសេរជារបាលមួយទៀតសរសេរបែបជាស្លាស់សេចក្ដីឆិតតែជាប្រភេទដូចគ្នាអញ្ចឹងចាំណាបើឃើញបែបនេះណាគឺដូចតែគ្នាទេ45គេឲ្យ45ភាគ54និង67ភាគ54តាសរសេរឲ្យចម្លែកខុសពីប្រធានបន្តិចដើម្បីឲ្យ
កែលោចៅឃើញបែបនេះគឺជាប្រភេទនឹងឯងគឺនេះស្មើគ្នានឹងអាហ្នឹងប៉ុន្តែគេសរសេរបែបជារបានឹងដាក់មកជាប្រឆិតទៅវិញគេឲ្យឈ្មោះថាស្លាក់គេបានយើងមើល67ជាភាគយកអានេះ45ជាភាគយក67ភាគយក45ជាភាគយកអញ្ចឹងភាគបែងស្មើគ្នាគឺអាណាភាគយកវាតូចគឺជាប្រភេទតូចហើយតូចជាង67ភាគ54បោះសរសេរតម្រងដូចគ្នាតម្រងបែបនេះឲ្យចៅឃើញចម្លែកឲ្យវាចម្លែកភ្នែកតើអត្តន័យរបស់វាគឺអានដូចគ្នានេះចៅណាអានដូចគ្នាមក45ភាគ54 45ភាគ54តូចជាង67ភាគ54អានដូចគ្នាអានដូចអានេះចឹងដែរ45ភាគ54 67ភាគ54 45ភាគ54 67ភាគ54អានចឹងបានដូចគ្នានេះជាសញ្ញាវិសមភាពអានពីឆ្វេងទៅស្ដាំ45ភាគ54តូចជាង67ភាគ54អានពីឆ្វេងទៅស្ដាំមើលនេះទៅនេះចឹងអានេះត្រូវថាតូចជាងចាប់អក្សរកយើងចូលខ9ភាគ5និង9ភាគ8ចឹងគេបានតើប្រភេទពីរនេះជាប្រភេទចូលក្នុងទម្រង់អ្វីចាំណាដឹងតើវាចូលក្នុងទម្រង់អីគេចូលក្នុងទម្រង់ប្រភេទដែលមានភាគបែកដូចគ្នាឬក៏ប្រភេទដែលមានភាគយកដូចគ្នាចូលក្នុងទម្រង់ណាណាចូលក្នុងទម្រង់ប្រភេទដែលមានភាគយកដូចគ្នាអញ្ចឹងគេមើលមកអីវិញចាំណាដឹងតើគេមើលមកអ្វីដើម្បីឲ្យដឹងថាប្រភេទណាតូចជាងប្រភេទណាធំជាងតើគេមើលមកណាណាគេមើលមកភាគបែកបើប្រភេទណាដែលមានភាគបែកតូចប្រភេទនោះបែកជាធំនំ9ចែកគ្នា5នាក់អាមួយនំ9ចែកគ្នាដល់ទៅ8នាក់ដូច្នេះនំ9ចែកគ្នា5នាក់ប្រកាសជាបានធំមួយចំណែកធំជាង9ចែកនឹង8ដូច្នេះដើម្បីប្រៀបធៀបប្រភេទដែលមានភាគយកដូចគ្នាត្រូវមើលភាគបែកបើភាគបែកតូចប្រភេទនោះធំណាស់អញ្ចឹងគេបាន9ភាគ5ធំជាង9ភាគ5 3អានពីឆ្វេងទៅស្ដាំ9ភាគ5ធំជាងបែរមាត់កាលណាគេហៅធំជាង9ភាគ5 3ចូលមកនេះទៀត10ភាគ13និង10ភាគ11ទីបាន10ភាគ13តូចជាង10ភាគ11ព្រោះ11តូចជាង13អញ្ចឹងភាគបែកណាតូចប្រភេទនោះធំ17ភាគ25និង17ភាគ19គេបាន17ភាគ25 17ភាគ25យើងមើល25វាភាគបែកធំជាងអញ្ចឹងប្រភេទនេះតូចអានេះភាគបែកតូចអញ្ចឹងប្រភេទនេះធំតូចជាង17ភាគ19
คือtrên đồng buồn bán cổ cố pram phía pram buồn nâng bổng pơ phía đọc bì một đó cố trao khơi thả piประเภท ឬក៏លើសពី2ប្រភេទ2ឬក៏ច្រើនជាង2គឺប្រភេទដែលមានភាគយកក៏ខុសគ្នាភាគបាយក៏ខុសគ្នាភាគយក5នេះ7ភាគបាយនេះ9នេះ12ដូច្នេះដើម្បីប្រៀបធៀបប្រភេទដែលមានភាគយកនិងភាគបាយខុសគ្នាតើគេត្រូវធ្វើដូចនេះបងណាគឺត្រូវតម្រូវភាគបាយប្រភេទទាំងពីរនេះឲ្យដូចគ្នាសិនមុននឹងជ្រើសរើសភាគបាយរួមតូចបំផុតគេយកអាភាគបាយរួមតូចបំផុតគេត្រូវមើលប្រភេទទាំងពីរនេះមានភាគបាយណាដែលអាចយកមកធ្វើជាភាគបាយរួមពហុគុណរួមរបស់12ហើយ9នេះមានទេអត់ទេ12មិនអាចចាយនឹង9ដាច់ទេដូច្នេះប្រភេទនេះ9និង12តួចែករួមធំបំផុតគិតមកទៅទេមានតែ36ដូច្នេះយើងមិនបាច់គិតច្រើនតម្រូវភាគបាយវាដូចគ្នា9យើងរកប្រភេទថ្មីមួយទៀតគឺ5 9ណាដើម្បីប្រៀបធៀបប្រភេទដែលមានភាគយកនិងភាគបាយខុសគ្នាដូចនេះគេត្រូវធ្វើភាគបាយវាឲ្យដូចគ្នាសិនដូច្នេះដើម្បីឲ្យភាគបាយវាដូចគ្នាគេត្រូវរកគេហៅថា PPCM PPCM ប្រែមកតែមិនចាស់ខ្មែរយើងថាពោប្រែមកថាពហុគុណរួមតូចបំផុតពហុគុណរួមតូចបំផុតនឹងហើយដែលឲ្យឈ្មោះថាភាគបាយរួមតូចបំផុតឬគេហៅតំណាងចែករួមតូចបំផុតយកអាតូចបំផុតយើងជ្រើសរើសយក36គេមើលអាធំជាងនេះតើវាអាចយកមកចាយនៅ9ដាច់ទេចាយនឹង12ដាច់ទេ12ចាយនៅ9ដាច់ទេអញ្ចឹងជ្រើសរើសពីក្រៅមកយើងយក36គឺជាពហុគុណរួមតូចបំផុតគិតមកទៅទេចានេះគុណនឹង4បាន36ចាលើគុណនឹង4គេចង់រកប្រភេទថ្មីមួយទៀតឲ្យស្មើនឹងប្រភេទចាស់នេះគេត្រូវយកតួទាំងពីររបស់ប្រភេទគុណនឹងចំនួនតែមួយដូចគ្នានោះគេបានប្រភេទថ្មីមួយទៀតដែលប្រភេទថ្មីនោះស្មើនឹងប្រភេទខាងដើម5 4ដល់20ចានេះ7ភាគ12ស្មើនឹង7ភាគ12 12 7តើវាគុណនឹងប្រមាណដើម្បីបាន36ដែរគុណនឹង3 12 3ដល់36ចានេះគុណនឹង3 7 3ដល់21ដូច្នេះគេប្រៀបធៀបពីនេះមកគេបាន20ភាគ36 21ភាគ36ចូលទៅក្នុងប្រភេទដែលមានភាគបាយដូចគ្នាគេត្រូវសម្លឹងមើលភាគយកភាគបាយដូចគ្នាត្រូវមើលភាគយកដូច្នេះ20ភាគ36ហើយនឹង21ភាគ36តើប្រភេទទាំងពីរនេះណាមួយធំជាងនេះ21នេះប្រភេទដែលមានភាគបាយដូចគ្នាប្រៀបធៀបប្រភេទមានភាគបាយដូចគ្នាត្រូវមើលភាគយកបើភាគយកអាណាធំប្រភេទនោះធំហើយបើ20ភាគ36វាតូចជាង21ភាគ36យើងមើល20របស់វាគឺ5ភាគ5 4នោះ
នាំឲ្យនោះនាំឲ្យ5ភាគ9តូចជាង7ភាគ12នេះប្រៀបធៀបគេឲ្យយើងប្រៀបធៀប5ភាគ9 7ភាគ12ចេញបាត់ដោយសារដំបូងយើងត្រូវប្រៀបធៀបប្រភេទដែលយើងរកឃើញថ្មីនេះពីព្រោះ5ភាគ9និង7ភាគ12យើងប្រភេទដែលមានភាគយកក៏ខុសគ្នាភាគបាយក៏ខុសគ្នាមិនអាចប្រៀបធៀបកើតទេអញ្ចឹងយើងធ្វើប្រភេទទាំងពីរហ្នឹងឲ្យមានភាគបាយដូចគ្នាសិនរួចហើយបានយើងអាចប្រៀបធៀបប្រភេទដែលមានភាគបាយខុសគ្នាភាគយកក៏ខុសគ្នាឃើញដូច្នេះយើងបានទៅនេះចោលចម្លងចូលទៅក្នុងសិភៅកិច្ចការរបស់ចៅសិនចុះយើងចូលមកប្រភេទមួយទៀតគឺ8ភាគ13និង11ភាគ17ប្រភេទនេះភាគយកក៏ខុសគ្នាភាគបាយក៏ខុសគ្នាអញ្ចឹងគេត្រូវតម្រូវភាគបាយវាដូចគ្នាសិនដូច្នេះយើងមើលចំនួនទាំងពីរនេះតើយើងយកពហុគុណរួមតូចបំផុត PPCM របស់13ហើយនិង17តំណាងចែករួមតូចបំផុតណាឬគេហៅពហុគុណរួមតូចបំផុតតែយើងយកប្រមាណយើងបំបែកវាជាកត្តាបឋមក៏អត់បានដែរពីព្រោះ13ជាចំនួនបឋម17ក៏ជាចំនួនបឋមអញ្ចឹងវិធីមានតែគុណចូលគ្នាតែប៉ុណ្ណោះគ្មានជំរឿនឯណាដែលក្រៅតែពីវិធីគុណចូលគ្នាដើម្បីរកពហុគុណរួមតូចបំផុតអញ្ចឹង8ភាគ13ស្មើនឹង8 13គុណ17ដូចជា13គុណនឹង17ឬ17គុណ13លេខវិធីគុណមានលក្ខណៈត្រឡប់13គុណ17 17គុណ13ឃើញដូចតែគ្នា7 21ស្អី1ត្រា2 7 7 7 2 9 1 3 1 1 1 12ត្រា1 2ដូចជាយើងឃើញភាគបាយនៅរួមតូចបំផុតនោះគេយក221គ្មានជំរឿនឯណាក្រៅតែពីគុណចូលគ្នាទេពីព្រោះ17ក៏ជាបឋមចំនួនបឋម13ក៏ជាចំនួនបឋមដូចជាចោះ8គុណ17វិញ17គុណ8ណាគុណពីលើនឹងមក7 ដល់56សេ1ត្រា5 8 7 ដល់56សេ1ត្រា5 8ដល់8 8 5 10 8 5 13 13 11ភាគ17ស្មើនឹង17 11ដូចច្រើនដើម្បីឲ្យបាន221ដែរគេត្រូវគុណនឹង13បាក្រោមគុណ13ហើយលើគុណនឹង13ដូចច្រើនគេបាន11គុណ13 3 ម្ដង3 3 ម្ដង3 1 ម្ដង1 1 ម្ដង1 3 4 1 143ដូចជាការប្រៀបធៀបប្រភេទបែបនេះធ្វើឲ្យយើងស្ទាត់ជំនាញផ្នែកតម្រូវភាគបាយឲ្យដូចគ្នាហើយដូចជាដូចជាចំណេញបានមួយទៀតក្រៅពីការប្រៀបធៀបគឺយើងចំណេញមុខទៀតគឺធ្វើឲ្យយើងចេះតម្រូវភាគបាយប្រភេទចាំយើងប្រៀបធៀបប្រភេទថ្មីនេះសិនដើម្បីឲ្យដឹង8ភាគ13ហើយនិង11ភាគ17នៅណាធំណាតូចអញ្ចឹងយើងមើលនេះគេបានអីគេបាន136ភាគ221ហើយអាមួយទៀត143ភាគ221ដូចគ្នាប្រភេទដែលមានភាគបាយដូចគ្នាគេត្រូវមើលភាគយកណាធំនោះហើយជាប្រភេទធំអានេះ136នេះ143ចឹង143វាធំជាងអានេះ136អានេះ143អញ្ចឹងនោះគេបានយ៉ាងម៉េចដែរគេមិនឲ្យយើងប្រៀបធៀបប្រភេទនេះទេ
គេប្រៀបធៀបប្រភេទនេះអញ្ចឹងគេបាន8ភាគ13តូចជាងបើរបស់វាតូចជាងគេអញ្ចឹងវាក៏ត្រូវតែតូចជាងគេដែរ11ភាគ17ព្រោះហេតុអីអានេះស្មើគ្នាអានេះក៏ស្មើនឹងអានេះពីព្រោះប្រតួទាំងពីររបស់ប្រភេទនេះជាអាចរកប្រភេទថ្មីមួយទៀតស្មើនឹងប្រភេទខាងដើមដោយគុណតួទាំងពីររបស់ប្រភេទនឹងចំនួនតែមួយដូចគ្នាបានប្រភេទថ្មីមួយទៀតស្មើនឹងប្រភេទខាងដើមនឹងចោលចំណាំអញ្ចឹងធ្វើឲ្យគេដឹងថា8ភាគ13តូចជាង11ភាគ17 13ភាគ14នឹង17ភាគ19គេមើលប្រភេទទាំងពីរនេះតើវាអាចសម្រួលកើតទេបើសម្រួលឲ្យតូចបានគេត្រូវសម្រួលតែមិនអាចសម្រួលកើតទេពីព្រោះសតិភាគតួទាំងពីររបស់ប្រភេទនេះ13ជាចំនួនបកធម្មសម្រួលមិនកើតទេឲ្យតែឃើញចំនួនបកធម្មអញ្ចឹងសម្រួលមិនកើតទេហើយចៅច្បាស់ណាចំនួនបកធម្មគឺជាចំនួនដែលមានតួចែកមួយហើយនឹងខ្លួនឯងចំនួនបកធម្មគឺជាចំនួនដែលធំជាងមួយហើយមានតួចែកតែ2ទេមួយហើយនឹងខ្លួនឯងតែមានតួចែកច្រើនលើសតែពី2គឺមិនមែនចំនួនបកធម្មទេ17ក៏ជាចំនួនបកធម្ម19ក៏ជាចំនួនបកធម្មអញ្ចឹងមិនអាចសម្រួលបានទេហើយក៏មិនអាចបំបែកជាផលគុណកតាបឋមបានដែរពីព្រោះវាបឋមខ្លួនវាហើយអញ្ចឹងមានវិធីម្យ៉ាងគឺគុណចូលគ្នាតែប៉ុណ្ណោះ13ភាគ14ស្មើនឹង14នេះយើងគុណ19មកចំណែក13នេះក៏គុណនឹង19ដែរគេបានប្រភេទថ្មីមួយទៀតស្មើនឹងប្រភេទខាងដើមនេះ19គុណនឹង14 4 9ដល់36ត្រា3 4ដល់4 4 3 7 1 9ដល់9 1ម្ដង1 6 7 9 16ត្រាទឹក1 2 266ភាគយក13គុណនឹង19 9 3ដល់27 47ត្រាពី9ដល់9 2 11 13គុណនឹង19 19គុណ13បានដូចតែគ្នាគឺឃើញតែស្មើគ្នាទេវិធីគុណមានលក្ខណៈត្រឡប់ដែរចាំណាដាក់អាណាលើអាណាក្រោមក៏បានដែរ1ដល់27 47ត្រាពី9ដល់9 2 11 1ដល់3 1ម្ដង1 7 4 2 247មួយទៀត17ភាគ19 17 19គុណ19ឃើញ266 19គុណនឹង14វិញក៏វាឃើញ266ដែរវិធីគុណមានលក្ខណៈត្រឡប់បើក្រោយគុណនឹង14ដល់លើគុណ14គេបានប្រភេទថ្មីមួយទៀតស្មើនឹងប្រភេទខាងដើមដោយយកតួទាំងពីររបស់វាគុណនឹងចំនួនតែ1 17គុណនឹង14 4 7ដល់28 8ត្រាពី4ដល់4 4ពី6 4 7ដល់7 4ដល់1 8 13ត្រា1 2 238ដូចចាប្រភេទថ្មីដែលបានមកយើងប្រៀបធៀបវាទៅគេបាន247លើ266ហើយនឹង238លើ266ប្រភេទដែលមានភាពបាយដូចគ្នាយើងមើលភាគយកទៅភាគយកខាងធំជាង
238ណា237ចឹងគេបាន247ភាគ266ជាប្រភេទធំជាងនោះប្រភេទដែលយើងត្រូវការប្រៀបធៀបគឺ13ភាគ14 13ភាគ14ជាប្រភេទធំជាង17ភាគ15 4គឺយើងដឹងភ្លាមត្មង7ភាគ15និង9ភាគ20ដូច្នេះយើងមិនបាច់បំបាយចឹងទេយើងដឹងថាពីនេះគឺ60ហ្មង7ភាគ15ស្មើនឹង15គុណនឹង4ចឹង7ក៏គុណនឹង4 5 4 ដងមិន20ពេល0ត្រាពី4ដង4 2 6 60 7 4 28 9ភាគ20ស្មើនឹង20នេះគុណនឹង3មកស្មើនឹង60អញ្ចឹង9គុណនឹង3ដែរមកស្មើ27អញ្ចឹងពីបានរៀងដាក់ថាដល់28ភាគ60ធំជាង27ភាគ60 28វាធំជាង27ព្រោះភាគបាយដូចគ្នាមើលភាគយកនាំឲ្យប្រភេទដែលយើងចង់ប្រៀបធៀបនេះ15 7ភាគ15ធំជាង9ភាគ20ប្រភេទដែលយើងត្រូវការប្រៀបធៀបដឹងជាស្រេចដោយសារយើងធ្វើប្រភេទនោះឲ្យមានភាពបែកដូចគ្នាសិនគេហៅថាតម្រូវភាពបែកឲ្យដូចគ្នារួចហើយសម្ប្រៀបធៀបរបស់ដែលយើងបានថ្មីនឹងមកធ្វើឲ្យយើងដឹងអ្វីដែលយើងត្រូវការចង់ដឹងថាណាតូចជាងធំជាងប្រភេទដែលឲ្យយើងប្រៀបធៀបនោះយើងអាចដឹងជាស្រេចណាអាចដឹងចូលមកដល់5ភាគ6និង6ភាគ7 5ភាគ6ចាំមើលប្រភេទទាំងពីរនេះតើយើងយកចំនួនប្រមាណដើម្បីឲ្យចែកនឹង7ក៏ដាច់ចែកនឹង6ក៏ដាច់គេហៅថា PPSM របស់6ហើយនឹង7យកប្រមាណមកចៅយកប្រមាណគឺមានតែ42តែប៉ុណ្ណោះខុសពី42អត់មានចំនួនណាដែលអាចយកមកចែកនឹង7ក៏ដាច់ចែកនឹង6ក៏ដាច់គឺមានតែ42ដែលជាពហុគុណរួមតូចបំផុតគឺគេហៅភាគបែករួមតូចបំផុតគឺ42ដើម្បីបាន42 6ត្រូវគុណនឹង7អញ្ចឹង5ក៏ត្រូវគុណនឹង7ដែរគឺបាន35ចំណែក6លើ7នេះ7នេះត្រូវគុណនឹង6នោះវាបាន42ដែរភាគយកក៏ត្រូវគុណនឹង6ដែរគឺបាន36ដូច្នេះប្រភេទនេះនិងប្រភេទនេះគេដឹងថានេះធំជាងដោយ35ភាគ42តូចជាង36ភាគ42នោះ5ភាគ6ក៏វាត្រូវទៅតូចជាងនោះ5ភាគ6តូចជាង6ភាគ5 2 7ភាគ9 7ភាគ9និង9ភាគ11
នឹង9ភាគ117ភាគ9យើងតម្រូវភាគបែងយើងយកភាគបែងរួមរបស់វាចំនួន11នេះជាចំនួនបឋមអញ្ចឹងមានគុណចូលគ្នាទេយើងឃើញ95 9គុណ11គឺ99គុណចូលគ្នាមកបានពេលគុណរួមតូចបំផុតឬហៅភាគបែងរួមតូចបំផុតហើយអញ្ចឹង7ក៏ត្រូវគុណ11គឺបាន77 9ភាគ11នេះក៏ត្រូវគុណនឹង9វាបាន99ដូច្នេះ9ក៏គុណនឹង9ដែរបាន81បាន81ដោយប្រភេទដែលយើងបាន77លើ99តូចជាង81លើ99នាំឲ្យប្រភេទដែលយើងត្រូវការរកត្រូវការប្រៀបធៀប7ភាគ9នេះ7ភាគ9នេះត្រូវតូចជាង9ភាគ11 4ភាគ11 5ភាគ8និង5ភាគ8និង6ភាគ9ដូចជាយើងមើល6ភាគ9ប្រភេទនេះអាចសម្រួលបានអញ្ចឹងចៅសម្រួលវាសិនមក6ភាគ9រកប្រភេទថ្មីមួយទៀតដែលតូចជាងដែលមានលេខតូចជាងវាមិនមែនតូចជាង6ភាគ9ទេវាស្មើតែគ្នាទេតែវាមានលេខតូចជាង6ភាគ9អញ្ចឹងចៅសម្រួលរបៀបសម្រួលប្រភេទរបៀបសម្រួលប្រភេទដល់ទីចែកលើនឹងប្រមាណចែកក្រោមប្រមាណចែកនឹងមួយចំនួនស្មើគ្នាឥឡូវចែកប្រមាណក្រោមក៏ចែកនឹងប៉ុណ្ណឹងបែបនេះហៅសាមពីជេចែកនឹង3បាន2ចាក្រោមត្រូវចែកនឹង3បាន3អស់អត់មានតែចែកតទៀតទេប្រភេទបំរួមមិនបានអញ្ចឹងវាស្មើនឹង2ភាគ3ដូចច្រើនប្រភេទថ្មីដែលយើងបានមកនេះយើងត្រូវប្រៀបធៀបជាមួយនឹង5ភាគ8ដូច្នេះយើងតម្រូវភាគបែងយើងត្រូវយកភាគបែងប៉ុន្មានដើម្បីចែក8ក៏ได้ចែក3ក៏ได้គឺគេយកភាគបែង24ដូចថា2លើ3នេះគុណនឹងអានេះគុណនឹង8មកគេបាន24ចាលើភាគយកគុណនឹង8ដែរបាន15 1 5លើ8នេះ5ភាគ8គុណនឹង3វិញចាលើក៏គុណនឹង3ដែរគេបាន24ភាគ15 15និង16វាធំជាងដូច្នេះនោះដោយ16ភាគ24នេះធំជាង15ភាគ24នាំឲ្យ5ភាគ8 5ភាគ8ធំជាង6ភាគ5 4នេះអរេ5ភាគ8 5ភាគ8វាស្មើនឹង15ភាគ24 15ភាគ24នេះវាតូចជាង16ភាគ24 16ភាគ24ធំជាងអញ្ចឹងនាំឲ្យ5ភាគ8នេះតូចជាង6ភាគ5 4 6ភាគ5 4មកដល់11ភាគ15និង15ភាគ19 11ភាគ15និង15ភាគ19
19ជាចំនួនបឋមដូច្នេះมันអាចបំបាយជាផលគុណកតាបឋមអីបានទេមានតែរឿងគុណចូលគ្នាតែប៉ុណ្ណោះជំរឿនមានតែម្យ៉ាងគត់គឺ15គុណ19ទីបានភាគបែងរួមទល់បំផុតរបស់វា4 5ដល់45សេរី5ប្រើទឹក4 4ដល់9 9 13 1ដល់5 1ដល់1 5 8 2 285ចុះ11ទៅគុណ1 19ដែរ11 1ដល់9 1ដល់9 1 1ដល់1 1ដល់1 9 10 5 2 209 15ភាគ19ដូច្នេះ19នេះត្រូវគុណនឹង15វិញបាន285ចំណែក15នេះក៏ត្រូវគុណនឹង15ដែរបាន15គុណនឹង15 5ដល់25សេ5ត្រា2 5ដល់5 5 2 7 1 5ដល់5 1ដល់1 5 7 5 12ត្រា1 225ដូចតែ209ហើយនឹង225គឺ225ធំជាងចឹងគេបាន209លើ285តូចជាង225លើ285គឺចែកនាំឲ្យប្រភេទដែលយើងត្រូវការប្រៀបធៀបគឺ11ភាគ15នេះតូចជាង15ភាគ15 4 6ភាគ5និង7ភាគ6ដូចថាប្រភេទទាំងពីរនេះមិនពិបាកគិតគឺភាពបាយរួមរបស់វាគឺ30ហ្នឹងហើយ6ភាគ5ស្មើនឹងគុណនឹង6ឥឡូវគុណនឹង6គេបាន30លើ36 7ភាគ6 7 6គុណនឹង5ឥឡូវគុណនឹង5គេបាន30 5 6ដល់30តែច្រឡំសេ36 6 5ដល់30 7 5ដល់35ដូចជា36ធំជាង35គេបាន36ភាគ30ធំជាង35ភាគ30នាំឲ្យប្រភេទដែលយើងត្រូវការប្រៀបធៀបគឺ6ភាគ5 6ភាគ5ធំជាង7ភាគ6ដូចជាបើយើងមិនធ្វើវិធីតម្រូវភាគបាយឲ្យដូចគ្នាយើងមិនអាចប្រៀបធៀបបានទេចាំមើល6ភាគ5និង7ភាគ5មិនអាចដឹងថាណាធំជាងបានទេណាចាំណាតើយើងធ្វើឲ្យប្រភេទទាំងពីរហ្នឹងមានភាគបាយដូចគ្នាទើបយើងប្រៀបធៀបអាប្រភេទថ្មីដែលយើងបានមកនេះគឺពីព្រោះប្រភេទថ្មីនីមួយៗស្មើនឹងប្រភេទចាស់នេះស្មើនឹងអាចារ្យនេះស្មើនឹងអាចារ្យដូច្នេះបើអានេះយើងដឹងថាណាធំជាងនោះក៏ធ្វើយើងដឹងអាចាស់នេះដែរអញ្ចឹងចោលចម្លងចូល11ភាគ7និង9ស្រួលទេអញ្ចឹង
ភាគ3រួមគឺយើងយកមកទៅចោលយើងយក63ទៅគុំនៅ9មកចឹងដល់1គុំនៅ9ដែរគេបាន7 9ដង63ដល់1 9ដង99 13ភាគ9នេះគុណនឹង7វិញនេះគុណនឹង7ដែរ63 7 3ដង21 1ត្រាពី7ដង7 7 2 9 91 99 91 99ធំជាងដូច្នេះគេបាន99លើ63ធំជាង91លើ63នាំឲ្យប្រភេទដែលយើងត្រូវការប្រៀបធៀប11ភាគ7ធំជាង13ភាគ9ដូចណានៅសល់2ទៀតចៅបង្ហើយខ្លួនឯងណាចាតាធ្វើឲ្យតែប៉ុណ្្នឹងចៅអាចធ្វើ2នៅសល់2ចៅសាលបតធ្វើមើលដោយខ្លួនឯងចុះដូចនេះលំហាត់លេខ1សន្មតថាចប់សពគ្រប់ចៅចម្លងចូលនៅក្នុងសភៅកិច្ចការរបស់ចៅចុះចូលមកដល់លំហាត់លេខ2រៀបប្រភេទខាងក្រោមតាមលំដាប់ចុះគេឲ្យប្រភេទគឺ5ភាគ18 13ភាគ18 9ភាគ18 43ភាគ18 5ភាគ18 11ភាគ18 21 18 27ភាគ18ដោយសារប្រភេទដែលមានភាគបាយដូចគ្នាយើងត្រូវមើលភាគយករៀបតាមលំដាប់ចុះមានន័យថាធំដាក់មុនតបមកតូចបន្តគ្នារហូតដល់តូចបំផុតអញ្ចឹងយើងមើលប្រភេទមើលតែភាគយកមកនេះធំជាងគេ43អញ្ចឹងយើងសរសេរ43ភាគ18បន្តមកទៀត25ភាគ18តូចបន្តមកទៀតគេហៅថាលំដាប់ចុះដូចយើងសរសមួយអញ្ចឹងធំជាងគេខ្ពស់ជាងគេតមកតូចទៀតតូចបងនេះគេហៅថាតាមលំដាប់ចុះពីធំមកតូចពីខ្ពស់មកទៀតបងផុតនេះគេហៅលំដាប់ចុះតាមលំដាប់ឡើងគឺពីតូចទៅរកធំនេះឡើងនេះឡើងលំដាប់ឡើងតែរៀបតាមលំដាប់ចុះគឺធំដាក់មុនមកតមក25ហើយយើងមើល21ភាគ18 21 15 2 15 3 17ហើយ13ហើយ11 11ភាគ18ហើយ9ភាគ18រួចហើយតូចបំផុតគឺ5ភាគ18រៀបប្រភេទខាងក្រោមតាមលំដាប់ចុះសន្មតថាចុះដោយបរិបូរណ៍ចៅចម្លងចូលទៅក្នុងសភៅកិច្ចការរបស់ចៅចុះចូលមកដល់លំហាត់លេខ3រៀបប្រភេទខាងក្រោមតាមលំដាប់ឡើងមានន័យថារៀបអាតូចមុនបានឡើងទៅរកអាធំបងអស់អញ្ចឹងចៅមើលប្រភេទដែលមានភាគយកដូចគ្នាតើយើងមើលដើម្បីឲ្យដឹងតូចធំយើងមើលភាគយកឬមើលភាគបែកណា
จึงมือเพียบใบบ่เพียบใบหนาโต๊ะประเภทนุทมเชียงเกียร์โดยใช้ยืมมือเพียจังหวะเพียบใบหน้าโต๊ะเชียงเกียร์เนี่ยมาเพียปรามเพียปรามใบนี่เจียประเภทแต่มีเพียบใบโต๊ะเชียงเกียร์จังเวียนทมเชียงเกียร์ทมเชียงเกียร์จังดักเกลาจังในหน้าในโต๊ะเชียงเกียร์ประเภทแต่โต๊ะเชียงเกียร์มือเพียบใบนะแต่เรียกทมบังอ่ะทมเชียงเกียร์ก็คือจัดผมเปิดโดยใช้ยืนจะใช้ตัวดีบุญนี่ประเภทใดตัวเชียงเก๋คือจัดผมเปิดต่อมายังเคย5 ประมูลดีตัวเหมือนตัวเชียงหาอันนั้นทมเชียงอันนี้ตัวเชียงเก๋อ่อนต่อมาอันนี้ทมเหมือนแต่หมอต่อมาเตี้ยเพลปรามโดยสายใบtừ sai bay hái mà phơi pram thì đã sáng kỳ anh ấy không chuyện này trong mà tiết sam pí to pi sam píยังเคยดอกผมเปิดto pi ดอกผมเปิดหลายคือมาเพย์ปรามเพียดอกบุญต่อมาเตี้ยยังเคยเพย์ปรามเพียดอกปีต่อมาเตี้ยยังเคยมาเพย์ปรามเพียปรามใบปรามเพียปรามใบด้วยใช่ไหมkhi thầyยังบ้านเรียบประเภทปีโต๊ะเต๋อทองคือตามหลุมดับที่หาทางหลุมดับลายtôi mong ó thông mình đấy thông căn để thông lớn thông bóng ọ thông trên cái bóng ọ chấp เปรียบเทียบประเภทเรียนเพียโยกโดยเพียตรมือเพียใบเพียใบนาโต้ประเภทนั้นทองเพียtôi mà mình bảoเพียใบท่อมประเภทนุใบเจี๊ยโตเพียใบท่อมใบตัวจังนี่เพียใบท่อมจังเจี๊ยตัวเจี๊ยโตโดยเฉพาะลมหัดปฏิบัติระบอบยืนนกเป็นนี้สันวัฏจับแต่ปนไหนทรงเจ้าจำลองโจ้แต่ขนมสุภงไก่กาบอกเจ้าจ๊อบทรงออก